សួស្តីប្រិយមិត្តដែលបានស្ដាប់ក្នុង Channel YouTube របស់ខ្ញុំបាទតារាខ្មែរលយថ្ងៃនេះខ្ញុំបាទនឹងលើកយកអាវុធមួយប្រភេទរបស់សហរដ្ឋអាមេរិកដែលបានឃើញថាកម្ពុជាយើងរាល់ថ្ងៃនេះកំពុងតែមានទំនាក់ទំនងកាន់តែល្អជាមួយសហរដ្ឋអាមេរិកខ្ញុំបាទសូមលើកយកអាវុធទំរើបមួយប្រភេទឈ្មោះថា M142 HIMARS ដែលវាមានឥទ្ធិពលខ្លាំងណាស់នៅសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីតោះដោយស្ដាប់ការធ្វើបទបង្ហាញរបស់ខ្ញុំអំពីអាវុធ M142 HIMARS M142 HIMARS High Mobility Artillery Rocket System គឺជាប្រព័ន្ធបាញ់រ៉ុកែតទំរើបរបស់សហរដ្ឋអាមេរិកដែលមានកេរ្តិ៍ឈ្មោះខ្ពស់ក្នុងសង្គ្រាមសម័យថ្មីវាត្រូវបានរចនាឡើងដើម្បីផ្ដល់សមត្ថភាពវាយប្រហារយ៉ាងត្រឹមត្រូវលឿននិងអាចផ្លាស់ទីបានរហ័សHIMARS អាចបាញ់រ៉ុកែតចម្ងាយពី12គីឡូម៉ែត្រទៅលើ300គីឡូម៉ែត្រអាស្រ័យលើប្រភេទមីស៊ីលសមត្ថភាពនេះអាចជួយឲ្យកម្ពុជាការពារដែនដីពីចម្ងាយឆ្ងាយដោយមិនចាំបាច់ចូលប្រយុទ្ធជិតដោយប្រើប្រព័ន្ធ GPS និង Smart Guidance HIMARS អាចវាយគោលដៅបានយ៉ាងត្រឹមត្រូវខ្ពស់កាត់បន្ថយការខូចខាតជុំវិញនិងបង្កើនប្រសិទ្ធភាពយោធាសមស្របនឹងយុទ្ធសាស្ត្រការពារជាតិទំរើបHIMARS ត្រូវបានដំឡើងលើរថយន្ត 6x6 ដែលអាចផ្លាស់ទីបានរហ័សលើផ្លូវនិងដែនដីផ្សេងៗសម្រាប់កម្ពុជាដែលមានភូមិសាស្ត្រចម្រុះវាជួយឲ្យកងទ័ពផ្លាស់ទីបាញ់ផ្លាស់ទីវិញដោយឆាប់រហ័សប្រព័ន្ធ Shoot and Scoot អនុញ្ញាតឲ្យ HIMARS បាញ់រួចហើយផ្លាស់ទីភ្លាមៗដើម្បីជៀសវាងការវាយតបពីសត្រូវនេះជាចំណុចសំខាន់សម្រាប់ការពារកម្លាំងនិងរក្សាសុវត្ថិភាពHIMARS អាចភ្ជាប់ជាមួយប្រព័ន្ធស៊ើបការ Drone និង Radar ប្រសិនបើកម្ពុជាវិនិយោគលើបច្ចេកវិទ្យានេះនឹងជួយលើកកម្ពស់សមត្ថភាពយោធា Digital និងការសម្រេចចិត្តលឿនប្រៀបធៀបនឹងប្រព័ន្ធមីស៊ីលធំៗ HIMARS មានតម្លៃថៃទាំនិងប្រតិបត្តិការទាបជាងប៉ុន្តែប្រសិទ្ធភាពខ្ពស់សមស្របសម្រាប់ប្រទេសមធ្យមដូចកម្ពុជាការមាន HIMARS នឹងបង្កើនអំណាចរារាំង Deterrence ធ្វើឲ្យសត្រូវគិតច្រើនមុននឹងរំលោភដែនដីកម្ពុជាវាជាឧបករណ៍ការពារជាតិមិនមែនជាសម្រាប់ការឈ្លានពានការទិញ HIMARS អាចជួយកម្ពុជាពង្រឹងទំនាក់ទំនងយោធានិងបច្ចេកវិទ្យាជាមួយសហរដ្ឋអាមេរិកនិងដៃគូអន្តរជាតិផ្ដល់ឱកាសហ្វឹកហាត់និងផ្ដួលបច្ចេកទេសសរុបមក HIMARS គឺជាអាវុធទំរើបមានភាពត្រឹមត្រូវចលនភាពខ្ពស់និងសមស្របសម្រាប់យុទ្ធសាស្ត្រការពារជាតិប្រសិនបើកម្ពុជាពិចារណាទិញវាអាចជាជំហានសំខាន់ក្នុងការលើកកម្ពស់សន្តិសុខនិងអធិបតេយ្យភាពជាតិសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះកុំភ្លេចជួយចុច Subscribe Channel ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូរបស់ខ្ញុំបន្តទៀតសូមអរគុណ